បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំចេញមួយคลิปវីដេអូមួយទៅជួយបងប្អូនទស្សនាកម្សាន្តនៅពេលសម្រាប់ការងារឬក៏ទន្លេពីកិច្ចការផ្សេងៗបាទអញ្ចឹងបងប្អូនហើយស្គាល់នេះគឺជាកន្លែងដែលដំរីបាទនៅសប្តាហ៍ថ្ងៃនេះគឺនៅណាដឹងបងប្អូនបាទគឺនៅក្នុងតាម៉ៅបងប្អូនណាដោយសារតែទន្លេក៏បាននាំគ្រួសារនឹងម្ដាយក្មេកបាទមីឯហ្នឹងក៏ទៅលេងនៅក្នុងតាម៉ៅដើម្បីចូលចែកដល់នេះទៅមើលទៅគឺមានសត្វដំរីបងប្អូនតែជំនាន់មុនគឺអត់មានទេសត្វដំរីតែដល់ពេលឥឡូវនេះគឺមានទុនធានសត្វច្រើនតាំងពីដំរីបាទមានតាំងពីក្រពើអីក៏មានដែរណាបាទក្រពើដែលខ្ញុំតាមផ្ទះមានសត្វបាទអភិរក្សច្រើននៅក្នុងភ្នំតាម៉ៅយ៉ាងណាបាទអញ្ចឹងវាធ្វើឲ្យបងប្អូនបាទផ្លាច់ភ្នែកបាទកំដៅសំណោចកំដៅអារម្មណ៍ផងដែរថាគឺមនុស្សទៅតាមដានទស្សនានឹងច្រើនមែនទែនបងប្អូនណាច្រើនបាទអញ្ចឹងគេធម្មតាបងប្អូនទីចំណេះសម្រាប់ការងារអញ្ចឹងទៅគឺទៅលេងកម្សាន្តតំបន់ព្រៃភ្នំយកសម្រស់ធម្មជាតិយកខ្យល់ធម្មជាតិអញ្ចឹងណាបងប្អូនតែខ្ញុំនេះគឺទៅជួបដំរីបាទជួបដំរីនឹងគឺមើលដំរីហ្នឹងឲ្យមើលវាបញ្ចុកចំណីអញ្ចឹងទៅបាទគឺដំរីនេះឆ្លាតណាស់គឺចូលចិត្តឲ្យលឹកច្រើនជាងគេទាំងអស់បាទលឹកគឺចូលចិត្តណាស់អញ្ចឹងលឹកដាក់មួយម្ដងបាត់បងប្អូនបាទចូលចិត្តលឹកណាបាទគឺសត្វដំរីនេះបាទអញ្ចឹងគឺនេះគឺជាម្ដាយបាទនិងកូនរបស់ដំរីហ្នឹងគេហៅថាឈ្មោះអីនេះខ្ញុំព្រមទៅបងប្អូនណាបាទអញ្ចឹងគឺសម្រាប់ដំរីនេះគឺសួរសត្វនៅក្នុងតាម៉ៅបាទគាត់មានការថែទាំបានល្អបាទមានការវឹកហាត់ហើយផ្សេងបាទអញ្ចឹងគឺធ្វើឲ្យដំរីនេះឆ្លាតបាទមិនទៅនោះកូនដំរីនោះបងណាបាទកូនដំរីនេះមានដំរីគឺថាប្រវត្តិដំរីនេះគឺជូរចត់ណាបាទតាំងពីរស់នៅនៅលើភ្នំតាម៉ៅនេះគឺជូរចត់ថាដំរីខ្លះរត់ចៅវោទៅកូនដំរីនឹងមានជាប់អីតាក់អីជាប់ដៃជាប់ជើងហ្នឹងគឺថាគេនិយាយណាតែខ្ញុំអត់បានឃើញផ្ទាល់ទេបាទអញ្ចឹងគឺសម្រាប់បាទคลิปវីដេអូមួយនេះអរគុណច្រើនសម្រាប់បងប្អូនតាមដាននិងទស្សនាតែមុននឹងបញ្ចប់សូមបងប្អូនជួយបាទតាមចុចតាមដាននិងចុច follow ឲ្យខ្ញុំម្នាក់មួយផងដើម្បីនឹងមានคลิป